គ្រប់នឹងជម្រាបសួរបងប្អូនពូមីងទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំជាមួយស្រីនោះមកធ្វើជាវីដេអូបង្ហាញទៅកាន់បងប្អូនពូមីងដែលស្រឡាញ់និស្ស័យខាងចិញ្ចឹមទេយកពងបងប្អូននេះដែរកសិដ្ឋានចិញ្ចឹមទេយកពងខ្ញុំនៅខេត្តកំពតបងប្អូនសម្រាប់បងប្អូនពូមីងដែលពួកគាត់ចិញ្ចឹមទេពងយើងចង់ទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃយើងរៀនស្វែងយល់ពីបច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់អញ្ចឹងណាបងប្អូនចាមួយយ៉ាងនេះខ្ញុំឃើញបងដែលពួកគាត់ឈ្មោះគាត់លក់បង្ទេអីចឹងបងប្អូនអញ្ចឹងគឺគាត់តំណែងមកកាន់ខ្ញុំច្រើនមែនទែនដែលគាត់ចង់បានពងទេពីខាងកឋានខ្ញុំទៅអញ្ចឹងណាបងប្អូនចាចំពោះពងទេនៅក្នុងកឋានខ្ញុំនេះខ្ញុំមានពងឡមានពងសាបបងប្អូនចាពងឡខ្ញុំគឺខ្ញុំសម្រាប់ភ្ញាស់កូនបងដែលម៉ួយខ្ញុំគាត់យកទៅធ្វើពងទាកូនអីចឹងទៅបងប្អូនចាបងខ្លះគាត់កសិករគាត់កំងជាកូនទាអីចឹងទៅអាហ្នឹងគាត់យកភ្ញាស់បែបលក្ខណៈកូនទាអីចឹងទៅ5000ក្បាលអ្នកខ្លះក៏កំង5000អ្នកខ្លះ1000 2000អីចឹងណាបងប្អូនចាអញ្ចឹងគឺគាត់លក់ដាច់ដែរចំពោះកូនទេហើយសម្រាប់បងដែលពួកគាត់កំងចង់បានពងសាបពីខាងកឋានខ្ញុំគឺកឋានខ្ញុំគឺមានមួយខ្ញុំយកហើយបងប្អូនចាពងសាបហើយខ្ញុំក៏កម្រងបរិយាពងសាបដែរដោយសារតែបងគាត់តម្រូវការចង់បានមែនទេបងប្អូនចង់បានពងទេច្រើនដោយសារពងទេផ្គត់ផ្គង់អត់គ្រប់ចំនួនដែលបងពួកគាត់តម្រូវការបងប្អូនព្រោះនៅក្នុងកឋានខ្ញុំវាមានពងឡមានពងសាបហ្នឹងគឺម៉ូយខ្ញុំមានចំនួន4ម្ចាស់3ម្ចាស់បងប្អូនចា3ម្ចាស់គឺយើងមានចំនួន4ខ្នងដែរហើយទេក៏ចំនួន7000ក្បាលដែរបងប្អូនចាអញ្ចឹងក្នុងមួយខ្នងគឺខ្ញុំរៀបចំទៅឲ្យបងដែលពួកគាត់យកប្រចាំនៅក្នុងកឋានខ្ញុំផ្ទាល់ហ្មងអញ្ចឹងជាទូទៅសម្រាប់បងដែលពួកគាត់ម៉ូយថ្មីគាត់ចង់មកបានពងទេពីកឋានខ្ញុំគឺអត់បានទេបងប្អូនដោយសារតែខ្ញុំរៀបចំទៅឲ្យមួយខ្ញុំអស់ហើយអញ្ចឹងណាអញ្ចឹងបើសិនជាខ្ញុំរៀបចំកន្លែងថ្មីរៀបចំធំថ្មីបន្តទៀតថ្ងៃមុខអាហ្នឹងខ្ញុំនឹងអាចចែកជូនទៅកាន់បងបានបងប្អូនចាដោយសារយើងចិញ្ចឹមនេះគឺយើងសិតតែមានលក្ខណៈកងត្រាជាមួយគ្នាគាត់លក្ខណៈគាត់យកវិលជុំជាមួយខ្ញុំរហូតចឹងណាបងប្អូនចានិយាយទៅមួយវគ្គគឺគាត់យកអស់ដែរសល់ទេអញ្ចឹងសម្រាប់ម៉ូយខ្ញុំគាត់ចិញ្ចឹមពេលដែលខ្ញុំចិញ្ចឹមបានអញ្ចឹងគឺគាត់យកអស់ដែរសល់តើតែយើងលក់ទានឹងចេញហើយយើងដាក់ទាថ្មីនៅតែគាត់នៅបន្តមកយកបន្តទៀតរហូតអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងចិញ្ចឹមយើងអត់ភ័យរឿងទីផ្សារថាយើងនឹងលក់ទាយើងអ្នកខ្លះគាត់បបាក់នឹងលក់ពងចេញអត់មានទីផ្សារអញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំមានទីផ្សារខ្ញុំនៅក្នុងដៃប្រចាំលក្ខណៈកងត្រាជាមួយគ្នាហើយយើងអត់លក្ខណៈដូចថាម្ដងយកថ្ងៃនេះយកថ្ងៃនោះអត់យកអត់ទេបងប្អូនចាបើថាយកមកវាយទាចេញហើយចាប់ដើមបន្តដាក់ទាថ្មីគឺគាត់នឹងយកបន្តទៀតអញ្ចឹងណាបងប្អូនចាហើយការដែលខ្ញុំចិញ្ចឹមមាន់ដូចគ្នាខ្ញុំចិញ្ចឹមមាន់បើសិនជាខ្ញុំចិញ្ចឹមបានហើយចិញ្ចឹមបានគឺខ្ញុំខលទៅបងតខៅធំដែលពួកគាត់សហការជាមួយយើងចិញ្ចឹមដឹងតែផ្គត់ផ្គង់ឲ្យពួកគាត់អញ្ចឹងណាបងប្អូនអញ្ចឹងចិញ្ចឹមបានគឺគាត់យកអស់ចិញ្ចឹមបានគឺគាត់ត្រូវមកចាប់មាន់ល្មមចាប់គាត់ចាប់ឲ្យបងប្អូនចាពេលខ្លះការដែលយើងធ្វើអីក៏ដោយអត់ដូចច្បាស់លាស់ដូចពងទេបើមាន់លក្ខណៈថាគាត់យឺតយ៉ាវបន្តិចតួចទេបងប្អូនមួយសប្តាហ៍ពេលខ្លះក៏យឺតតិចតួចចឹងទៅអញ្ចឹងយើងអត់ពិបាកនៅក្នុងការលក់ទេពងទេមិនថាពងទេមិនថាមាន់សាច់ឬក៏កូនមាន់មេបាពូជអីផ្សេងគឺអត់ពិបាកទេបងប្អូនសម្រាប់ខ្ញុំដែលខ្ញុំចិញ្ចឹមសពថ្ងៃអញ្ចឹងណាចំពោះទីផ្សារ